អត់មានប៉ះជាមួយនឹងទុយរាជទេឬមកក៏ប៉ះកីឡាករខាងតកៅទេបាទអញ្ចឹងគាត់មានបញ្ហាចកេះទេអញ្ចឹងឥឡូវនេះเขาកំពុងសម្រួលពីលោកគ្រូញ៉ាកដាលក៏ដូចជាលោកគ្រូពេទ្យសម្រួលបាទករណីបាទដើម្បីធ្វើការទៅព្យាបាលក៏ដូចជាពិនិត្យបន្ថែមទៀតណាបាទហើយក៏ជូនពរបាទឲ្យសនករណាហៅណយបាទគាត់ឆាប់ជាបងប្អូនណាឆាប់ជាឆាប់បានទូស្បាយឡើងវិញ